លោកនេះមិនមានរឿងអីដែលត្រូវល្អឥតខ្ចោះទេបងរឿងខ្លះក៏យើងធ្វើទៅត្រូវទៅក៏មានគេសរសើរទៅរឿងខ្លះក៏ធ្វើទៅមិនត្រឹមមិនត្រូវអីចឹងទៅខុសពីចិត្តរបស់អ្នកនេះអ្នកនោះទៅក៏មានគេនន្ទីអីជាដើមចឹងទៅអាហ្នឹងវាជារឿងធម្មតារបស់ជីវិតសត្វលោកទៅហើយយើងក៏មិនប្រកាន់មមអីខ្លាំងនៅក្នុងរឿងទាំងអស់ហ្នឹងដែរបងនេះខ្ញុំកណាអាត្មាលើកឡើងនេះគឺចង់ឲ្យញាតិញោមពុទ្ធបរិស័ទហ្នឹងជ្រះថ្លាថាដូចជារឿងការកសាងព្រះសម្មាសម្ពុទ្ធចឹងណាព្រះពុទ្ធរូបកសាងរបៀបហ្នឹងផ្សេងគ្នាបងកូនណាពេលខ្លះទៅយើងកសាងព្រះពុទ្ធរូបហ្នឹងតាមអ្វីដែលយើងណាឃើញអំពីប្រទេសរបស់អ្នកដទៃឧទាហរណ៍ថានៅក្នុងប្រទេសកម្ពុជារបស់យើងមានរចនាបថណាមានរចនាបថព្រះពុទ្ធរូបហ្នឹងអញ្ចឹងយើងកសាងតាមបែបប្រទេសយើងទៅណាចុះសួរថាកសាងតាមបែបប្រទេសគេបានទេថាបានអត់ខុសអីទេព្រោះគាត់ថាបើយើងកសាងតាមបែបប្រទេសយើងវាយើងថាយើងជាតិនិយមនៅក្នុងសាសនារបស់យើងបងណាប៉ុន្តែបើយើងចង់កសាងតាមបែបប្រទេសដទៃដូចមានប្រទេសស្រីលង្កាប្រទេសភូមាឬក៏ប្រទេសអីផ្សេងអាហ្នឹងតាមហ្នឹងទៅបងណាអត់មានអីទេប៉ុន្តែយើងគាត់ថាទម្រង់នៃណាការកសាងព្រះពុទ្ធរូបណាឬក៏ព្រះពុទ្ធបដិមានេះគួរយកតាមរចនាបថរបស់ខ្មែរយើងនឹងល្អជាងបងហ្នឹងហើយណាអញ្ចឹងទេណាទម្រង់នៅក្នុងព្រះពុទ្ធសាសនារបស់យើងនេះមិនមានទម្រង់ណាមួយដែលត្រឹមត្រូវដូចគ្នានោះទេព្រោះប្រទេសផ្សេងគឺគេធ្វើផ្សេងឧទាហរណ៍ថាប្រទេសចិនណាប្រទេសចិនព្រះពុទ្ធរូបភាគច្រើនចេញដើមទ្រូងទៀតបងចេញដើមទ្រូងមកបងរីឯព្រះពុទ្ធរូបបែបខ្មែរយើងគឺក្រងចពោថាលោកត្រាស់ដឹងគឺក្រងចពោបិទចិត្តហ្មងព្រោះបិទចិត្តណាដៃណាប្រហោះអីហ្នឹងអីទ្រូងហ្នឹងបិទចិត្តហើយប្រទេសចិនចំហណាអញ្ចឹងណាអាហ្នឹងគឺយើងដឹងថាទម្រង់នេះជាយើងពេលដែលយើងកលេចមើលទៅឃើញថាទម្រង់នេះទម្រង់របស់ខ្មែរទម្រង់នោះទម្រង់របស់ប្រទេសនេះប្រទេសនោះអញ្ចឹងទៅបងអញ្ចឹងណាញាតិញោមព្រោះនៅក្នុងប្រទេសកម្ពុជាយើងបងមានព្រះពុទ្ធរូប8ទម្រង់ណាមានព្រះពុទ្ធរូបហ្នឹងដែលគេកសាងបែប8ទម្រង់ទម្រង់ទី1គេហៅថាវិតកមុទ្រៈណាញាតិញោមតែងតែឮនិយាយម្យ៉ាងទៀតថាព្រះអង្គត្រាស់ដឹងបងវិតកមុទ្រៈឬក៏ថាព្រះអង្គត្រាស់ដឹងហើយការដែលកសាងព្រះពុទ្ធរូបដែលមានទម្រង់ព្រះអង្គត្រាស់ដឹងរបៀបនេះគឺយើងត្រូវដឹងអំពីឥរិយាបថរបស់ណាព្រះពុទ្ធរូបនឹងឬក៏ព្រះពុទ្ធបដិមានឹងគូណាអញ្ចឹងទេណាហើយយើងដឹងយ៉ាងម៉េចបានដឹងថាព្រះពុទ្ធរូបព្រះអង្គត្រាស់ដឹងគឺព្រះអង្គត្រាស់ដឹងគឺព្រះអង្គគង់ពេនប្រភ្នែនហើយប្រហោះស្ដាំនឹងឯងគឺថាផ្ងាលើប្រហោះឆ្វេងណាត្រួតលើគ្នាញាតិញោមឃើញមានរូបដែលព្រះអង្គគង់ទៅបិទភ្នែនទៅហើយមានប្រហោះហ្នឹងគឺដៃហ្នឹងណាត្រួតលើគ្នាមានតែប្រហោះណាខាងស្ដាំហ្នឹងផ្ងាលើប្រហោះខាងឆ្វេងណាដូចយើងសមាធិអញ្ចឹងញាតិញោមបងយើងសមាធិហ្នឹងគេហៅថាណាវិតកមុទ្រៈណាគឺទម្រង់ព្រះពុទ្ធត្រាស់ដឹងហ្នឹងហើយទម្រង់ព្រះពុទ្ធត្រាស់ដឹងទម្រង់ទី2គេហៅថាភូមិស្សៈណាភូមិស្បៈបើអានតាមសំស្ក្រឹតថាភូមិស្បស្សៈមុទ្រៈភូមិស្បស្សៈមុទ្រៈឬក៏ហៅថាទម្រង់ព្រះអង្គមេរវិជ័យ
ព្រះអង្គផ្ចាញ់មាព្រះពុទ្ធរូបមានទម្រង់ព្រះអង្គផ្ចាញ់មាទម្រង់ព្រះអង្គផ្ចាញ់មានេះងាយចំណាំទេគឺញាតិញោមឃើញព្រះអង្គគង់ក្រោមដើមពោធិ៍ហើយតែងភាគច្រើនយើងយកគង់ក្រោមដើមពោធិ៍ឬក៏គង់ក្រោមគង់នៅក្នុងពហិអីហ្នឹងគឺថាមានពហោះខាងឆ្វេងហ្នឹងព្រះអង្គផ្ងាលើផ្លូវលើប្រភ្នែនហ្នឹងណាហើយពហោះស្ដាំព្រះអង្គដាក់ទៅលើផ្លូវខាងស្ដាំហើយចង្អុលសំយ៉ុងសំយ៉ុងចុះទៅកាន់ផែនដីហ្នឹងហើយគេហៅថាទម្រង់ពុទ្ធផ្ចាញ់មាហើយយើងកសាងយើងត្រូវដឹងទម្រង់ហ្នឹងត្រូវដឹងទម្រង់ហ្នឹងហើយមួយទៀតគឺទម្រង់ព្រះអង្គសំដែងធម្មចក្រគេហៅថាធម្មចក្រកមុត្រៈទម្រង់ហ្នឹងទៀតទម្រង់ទី3ហ្នឹងគឺព្រះអង្គសំដែងធម្មចក្រញាតិញោមឧស្សាហ៍ទៅកន្លែងទៅកន្លែងផ្សេងឃើញព្រះអង្គធ្វើប្រហោះដូចជាកងចាក់ពវិលគ្នាអញ្ចឹងដាក់ដៃបញ្ជុលគ្នាណាទៀតដូចមូលអញ្ចឹងហ្នឹងហើយគេហៅថាទម្រង់ព្រះអង្គសំដែងធម្មចក្រទៀតហើយទម្រង់ទី4គេហៅថាអភិយមុត្រៈអភិយមុត្រៈនេះមានពីររបៀបមានទាំងគង់ក៏មានទាំងព្រះអង្គឈរហ្នឹងក៏មានដែរអភិយមុត្រៈនេះគឺព្រះអង្គយកពហោះទាំងពីរទៀតពហោះអធិស្ឋានពហោះស្ដាំហ្នឹងរាទៅមុខហើយពហោះឆ្វេងហ្នឹងពហោះឆ្វេងហ្នឹងសំយ៉ុងចុះញាតិញោមមកវត្តតម្រៃសញាតិញោមអាចឃើញព្រះអង្គធំមួយនៅចំកណ្ដាលវត្តហ្នឹងនោះហើយគឺទម្រង់ព្រះអង្គអភិយមុត្រៈព្រះអង្គប្រទានអភ័យទៀតណាហ្នឹងព្រះអង្គប្រទានអភ័យតែឃើញញាតិញោមឃើញព្រះអង្គពាក្យចាព្រះអង្គទ្រង់ឈរព្រះអង្គឈរហ្នឹងហើយអញ្ចឹងហ្នឹងហើយទម្រង់អភិយមុត្រៈនោះញាតិញោមឃើញហ្នឹងហើយអភិយមុត្រៈគឺមានទម្រង់បែបហ្នឹងកូនហើយទម្រង់មួយទៀតគេហៅថាទម្រង់ព្រះអង្គប្រទានពរដែលហៅថាវរមុត្រៈព្រះអង្គប្រទានពរហ្នឹងក៏មានរបៀប2ដែរមានរបៀប2ដែរគឺព្រះអង្គគង់នៅអេរិយាបថហ្នឹងក៏មានព្រះអង្គឈរហ្នឹងក៏មានដែរហ្នឹងហើយព្រះអង្គឈរហ្នឹងក៏មានគឺមានពហោះហ្នឹងរាពហោះទាំងពីរហ្នឹងរាចេញញាតិញោមដែលឃើញញាតិញោមទៅកន្លែងព្រះអង្គជែកព្រះអង្គចំញាតិញោមឃើញហ្នឹងហើយទម្រង់ដោយព្រះអង្គដាក់ដៃដាក់ពហោះទាំងពីរបញ្ចេញមកអញ្ចឹងណាញាតិញោមហើយព្រះអង្គឈរព្រះអង្គទ្រង់ឈរហើយដៃពហោះទាំងពីរព្រះអង្គរាចេញមកចេះមកមុខហ្នឹងគឺព្រះអង្គប្រទានពរឬក៏ព្រះអង្គឬក៏ព្រះអង្គមានទម្រង់ដូចជាសំយ៉ុងពហោះចុះមកក្រោមហើយគង់ហើយរាដៃមួយជាហៀងហ្នឹងក៏ជាទម្រង់ប្រទានពរដែរណាសំយ៉ុងចុះហ្នឹងក៏មានទម្រង់ប្រទានពរដែរហ្នឹងញាតិញោមសិក្សាណាញាតិញោមណាអាត្មាគ្រាន់តែប្រាប់ញាតិញោមពីទម្រង់ហើយញាតិញោមពុទ្ធបរិស័ទហ្នឹងដឹងទៅពេលឃើញព្រះអង្គយើងដឹងថាអូនេះព្រះអង្គបែបនេះព្រះអង្គបែបនោះទម្រង់បែបនេះទម្រង់បែបនោះចឹងទៅកូនហើយទម្រង់ទី7គេហៅថាសយនមុត្រៈសយនមុត្រៈហ្នឹងគឺព្រះអង្គផ្ទុំព្រះអង្គផ្ទុំហ្នឹងហើយគឺសយនមុត្រៈនេះព្រះអង្គផ្ទុំផ្អៀងទៅខាងស្ដាំផ្អៀងទៅខាងស្ដាំហើយប្របាទឆ្វេងហ្នឹងត្រួតលើប្របាទឆ្វេងទៀតប្របាទឆ្វេងត្រួតលើប្របាទស្ដាំរីឯពហោះឆ្វេងហ្នឹងសណ្ដោកទៅលើបកាយញាតិញោមដែលឃើញព្រះអង្គបរិនិព្វានរូបព្រះពុទ្ធបរិនិព្វានហ្នឹងហើយគេហៅថាសយនមុត្រៈទៀតយើងហៅភាសាសាមញ្ញថាពុទ្ធបរិនិព្វានពុទ្ធបរិនិព្វានណាញាតិញោមហ្នឹងគឺមានទម្រង់បែបហ្នឹងហើយប៉ុន្តែ
ពហោះរបស់ព្រះអង្គពហោះខាងស្ដាំហ្នឹងគឺណាពហោះខាងស្ដាំរបស់ព្រះអង្គហ្នឹងគឺដាក់អត់ជាប់អត់ជាប់អត់ដាក់នៅក្រោមប្រកេះទេគឺដាក់នៅក្បែរប្រកេះហ្នឹងពីមុខពីប្រភពព្រះអង្គណាញាតិញោមណាបងហ្នឹងគេហៅថាពុទ្ធបរិនិព្វានណារីឯតម្រង់មួយទៀតគេហៅថាបត្តទានមុទ្រៈគឺព្រះអង្គទ្រង់បាតព្រះអង្គអោបបាតណាញាតិញោមព្រះអង្គឈរទ្រង់បាតហ្នឹងហើយតម្រង់ទី8ហ្នឹងគឺណានាគមុទ្រៈមានថាព្រះអង្គគង់សមាធិនៅក្រោមនាគហ្នឹងហើយមានថាដែលញាតិញោមឃើញដូចខ្មែរយើងហៅថាពុទ្ធប្រក់នាគណាញាតិញោមហ្នឹងហើយខ្មែរយើងហៅថាពុទ្ធប្រក់នាគហ្នឹងហើយក្នុងហើយគឺណាជាតម្រង់ទាំង8ដែលក្រសួងក៏ដូចជាខាងសាសនាហ្នឹងគេឲ្យយើងធ្វើតាមតម្រង់ទាំង8ហ្នឹងណាឲ្យធ្វើឲ្យតាមຂະຫນາດតាមតម្រង់ហ្នឹងទៀតនោះគឺជាបែបបត់បែបផែនដែលខ្មែរយើងនិយមក្នុងការធ្វើបងហើយឥឡូវនេះមានឃើញមានតម្រង់ដូចព្រះអង្គជែកព្រះអង្គចោមហ្នឹងច្រើនណាព្រះអង្គរាប្រហោះណារាប្រហោះអញ្ចឹងទៅហើយមានតម្រង់ផ្សេងទៀតដែលធ្លាប់ឃើញហ្នឹងមានតម្រង់ព្រះអង្គប្រមើមើបនិស្ស័យតែព្រះអង្គឃើញដាក់ប្រហោះអោបទ្រូងអញ្ចឹងបងហ្នឹងគឺគេចង់សម្ដៅដល់ការប្រមើមើបនិស្ស័យរបស់សត្វលោកដែលព្រះអង្គទ្រង់ប្រមើមើហ្នឹងមានតម្រង់ផ្សេងទៀតខ្ញុំកណាអាត្មាលើកឡើងប៉ុណ្ណឹងដើម្បីញាតិញោមឃើញថានេះគឺជាតម្រង់ដែលញាតិញោមអាចចំណាំកត់សម្គាល់បាននៅក្នុងប្រទេសរបស់យើងថាជាតម្រង់អីគណាជាតម្រង់អីចឹងញាតិញោមណាហើយការកសាងនៅព្រះពុទ្ធបដិមាក្តីការជួសជុលនៅព្រះពុទ្ធបដិមាក្តីនេះគឺណាបានអានិសង្ឃហ្នឹងច្រើនញាតិញោមណាច្រើនហ្នឹងគឺថាច្រើនមិនអាចថាប៉ុណ្ណេះប៉ុណ្ណោះបានទេហ្នឹងហើយបើនិយាយថាច្រើនប៉ុណ្ណាលោកម្ចាស់អាហ្នឹងគឺថាអាត្មាក៏មិនដឹងថាច្រើនឲ្យបានប៉ុណ្ណាដែរប៉ុន្តែដឹងថាច្រើនហើយមិនអាចកណនាហ្នឹងថាប៉ុណ្ណេះប៉ុណ្ណោះបានទេបងហ្នឹងហើយព្រោះមានរឿងធ្លាប់មានសម្ដែងទៀតរឿងហ្នឹងតាក់ទងអំពីរឿងកុលផត្តកុមារណាទៀតណាកុលផត្តកុមារហ្នឹងដែលសិតតអ្នកធ្លាប់ណាកសាងនៅព្រះពុទ្ធរូបហើយហ្នឹងហើយក្នុងកាលដែលយូរលង់មកហើយហ្នឹងមានពាណិជ្ជម្នាក់ហ្នឹងឈ្មោះថាកុលផត្តកុមារហើយគាត់ហ្នឹងរស់នៅក្នុងនគរអមរវតីបងថ្ងៃមួយណាកុលផត្តកុមារហ្នឹងបានបរទេសចេញទៅជួញណានៅផលិតផលអីផ្សេងហ្នឹងស្រាប់តែជួបប្រទះឃើញពុទ្ធបដិមាមួយអង្គទៀតដែលកសាងពីដីស្អិតណាព្រោះសម័យនោះគេមិនទាន់មានការកសាងពីថ្មអីទេញាតិញោមកសាងពីដីស្អិតបងកសាងពីដីស្អិតហ្នឹងហើយពុទ្ធបដិមាហ្នឹងវាត្រូវទឹកត្រូវភ្លៀងទៅវាត្រូវទឹកត្រូវភ្លៀងបាក់មរៀមបងបាក់មរៀមយើងហៅថាបាក់ប្រហោះណាប្រហោះមរៀមមួយហ្នឹងទៅពោធិសត្វណាពោធិសត្វហ្នឹងគឺណាកុលផត្តកុមារហ្នឹងណាចាប់ដីស្អិតមកលាយជាមួយនឹងប្រេងហើយរៀបចំតម្រៀមហ្នឹងទៀតតម្រៀមតអីហ្នឹងឲ្យបានស្អាតល្អហើយក៏បានបូជានៅផ្កាភ្ញីទៀនធូបផ្សេងណាហើយក៏ប្រាប់ទៅនាងទាសីមួយថានាងហើយនឹងអ្នកខ្លះហ្នឹងនៅទីនេះហើយនៅមើលថែរក្សាព្រះពុទ្ធរូបហ្នឹងហើយនាំគ្នាសង់រោងសង់អីចឹងទៅហើយយើងក៏មិនបានជានៅអីយូរទេយើងត្រូវទៅជួញដូរអីចាំយើងមកវិញទៅយើងដាក់អីវ៉ៃអវ៉ាន់អីហ្នឹងទៅក៏មានអ្នករស់នៅក្បែរណាកន្លែងព្រះពុទ្ធដែលកសាងពីដីស្អិតហ្នឹងណាដែល
កុលផតតកុមារហ្នឹងឲ្យនៅតាមឲ្យនៅថែរក្សាព្រះអង្គហ្នឹងដោយអានិសង្ឃទៀតនៃការកសាងមរាមទៀតប្រហោះហ្នឹងណាគាត់បានសិចាថាសូមកុំឲ្យមានសត្រូវណាមួយមកយាយីខ្ញុំនៅក្នុងជាតិជាទីបំផុតណាសូមឲ្យខ្ញុំនឹងបានត្រាស់ជាពុទ្ធមួយព្រះអង្គដើម្បីស្រោចស្រង់សត្វលោកទៀតលុះណានាយឈ្មោះនឹងឈ្មោះថាកុលផតតកុមារនឹងបានអស់ជីវិតទៅបានទៅកើតនៅឋានសួគ៌ទេវលោកណារាប់សែនអត្តភាពទៀតហើយចុតពីទេវលោកមកក៏មកចាប់បដិសន្ធិណាជាបុត្ររបស់ព្រះរាជាក្រុងពរាណសីហើយព្រះរាជកុមារហ្នឹងគឺថាមានរិទ្ធអានុភាពខ្លាំងណាញាតិញោមមានរិទ្ធអានុភាពខ្លាំងណាស់សេះក្តីដំរីក្តីណាដែលថាសេះណាដែលកាចដំរីណាដែលកាចសាហាវទៀតណាដែលគ្មាននរណាហ្នឹងអាចបង្ក្រាបបានហ្នឹងព្រះរាជកុមារអង្គនោះគាត់តែយកមករៀបដៃទៅច្អុលមុខទៀតក៏យកមករៀបដៃច្អុលមុខដំរីច្អុលមុខសេះច្អុលមុខអាសត្វណាកាចហ្នឹងនិយាយតែពីសត្វកាយទាំងអស់ហ្នឹងខ្លោបខ្លាចឥតហ៊ានកម្រើកខ្លួនទេហ្នឹងហើយដោយសារអាការចង្អុលមករៀមដៃហ្នឹងណាហើយញាតិញោមចារណាគាត់ថាតើហេតុអីបានមានអំណាចប៉ុណ្ណឹងដោយសារអីដោយសារក្នុងជាតិជាពាណិជ្ជហ្នឹងកសាងនៅមករៀមដៃពពុទ្ធហ្នឹងឯងណាធ្វើពីដីលេខព្រៃហ្នឹងឃើញទេដោយអំណាចនៃម្រាមដៃហ្នឹងខ្លាំងពេកណាទៅអ្នកនគរក្តីមានរាជវង្សានុវង្សក្តីតាំងព្រះនាមថ្វាយទៅតាមនឹងថាវត្តគុលីរាជកុមារណាវត្តគុលីរាជកុមារមិនយូរប្រមាណទេព្រះរាជកុមារហ្នឹងបានឡើងគ្រងរាជបន្តពីព្រះបិតាអញ្ចឹងទៅនិយាយទៅពីគ្រងរាជហ្នឹងក៏គ្រងរាជប្រកបទៅដោយទុសពិតរាជធម៌ទាំង10ដែរហើយកិត្តស័ព្ទក្តីកិត្តនាមក្តីចិត្តល្បីចិត្តសោះចិត្តសាយវាធ្វើឲ្យស្ដេចផ្សេងដែលនៅក្នុងចម្ពោះទ្វីបផ្សេងហ្នឹងវាចង់ចំណែនស្ដេចអីក៏ល្បីបើមចំណែនរួបរวมគ្នាលើកមកចង់ណាចង់ដណ្ដើមរាជសម្បត្តិអំពីព្រះរាជកុមារហ្នឹងវត្តអង្គលីរាជាហ្នឹងហើយចង់ដណ្ដើមរាជបានបញ្ជូនរាជទូតមកថ្វាយដំណឹងដើម្បីធ្វើសង្គ្រាមហើយព្រះរាជាលោកថាបើថាមកក៏មកទៅតែយកពលសេនាមកប្រហែលមកធ្វើសង្គ្រាមជាមួយនឹងយើងហ្នឹងយកពលសេនាហ្នឹងមកប្រហែលព្រះរាជកុមារលោកសួរអញ្ចឹងណាយកមកប្រហែលព្រះរាជទូតទាំងឡាយ101នគរថាគាត់ទៅយកមកហ្នឹង18អាកោភិនីវាច្រើនណាស់ណាញាតិញោម18អាកោភិនីវាចង់កន្លះភពលោកណាសឹងថាប្រជាជនឥណ្ឌាអញ្ចឹងបូកគ្នាមិនតាន់បាន18អាកោភិនីផងឮដូច្នោះហើយព្រះរាជាវត្តគុលីរាជានឹងមានបតីនឹងបារម្ភខ្លាចមានគ្រោះថ្នាក់ដល់ជីវិតមនុស្សណាមិនមែនខ្លាចព្រះអង្គខ្លាចយោធាហ្នឹងខ្លាចថាមកច្រើនពេកចឹងហើយវាមានរឿងអីដល់មនុស្សអីចឹងណាទៅត្រង់ហាមថាមិនអោយពលសេនារបស់ព្រះអង្គហ្នឹងចេញច្បាំងទេហ្នឹងហើយព្រោះខាងគេហ្នឹងច្រើនណាចឹងអ្នកទាំងឡាយមិនចេញច្បាំងទេនៅដោយស្ងៀមរៀបចំកន្លែងអីស្រួលទៅរឿងច្បាំងរឿងអីទុកឲ្យយើងអ្នកចេញច្បាំងតែព្រះអង្គឯងបានហើយព្រះអង្គឈរលើកំពែងណារាជធានីទៀតនៅក្រុងពរាណសីហ្នឹងហើយតបទាំងឡាយមករោមប៉ត់ឲ្យពេញទៅហ្នឹងក៏ដែរតបហ្នឹងមកច្រើនរោមប៉ត់ហ្នឹងណាព្រះរាជាលោកឈោតែពីលើឲ្យចអុលណាចអុលទៅសេះទៅតម្រៃពោះមនុស្សវិជិតម្រៃព្រះរាជា101នគរជិតម្រៃណាពលសេនាខាងជើងខាងសេះជិសេះគ្រាន់តែចអុលទៅសេះចអុលទៅតម្រៃនិយាយពីតម្រៃក្តីសេះក្តីនិយាយពីសេនាក្តីនិយាយពីនាំគ្នាខ្លាចហ្មង
អត់ហ៊ានទេមួយរួញខ្លួនដូចសัตว์ត្រូវលងទឹកចឹងបងដល់អំណាចនៃរដ្ឋាភិភាពចង្អុលមករៀមហ្នឹងទៀតណាគាត់តែយកដៃហ្នឹងអត់បានទៅសម្លាប់ណាទេគាត់ចង្អុលចុះម្នាក់ឯងទាំងអស់គ្នាហ្នឹងមកទៅអីគាត់តែចង្អុលប៉ុណ្ណឹងនិយាយពីមួយរួញខ្លួនដោយរសអញ្ចឹងទៀតមិនហ៊ានងើបមុខទេហើយនិយាយពីសេនាហ្នឹងច្រើនឆេះស្កាសគាត់តែឃើញព្រះរាជាណាវត្តដាក់គូលីរាជានេះចង្អុលភ្លាមថានាំគ្នាខ្លោកខ្លាចអស់លីងទុនជង្គង់ទុនដៃទុនជើងហើយបើនិយាយពីតម្រៃផងអត់ហ៊ានក៏រើខ្លួននិយាយពីថ្មឹងដូចគល់ឈើអញ្ចឹងហ្នឹងហើយប្រាប់ថាអ្នកទាំងអស់គ្នាបញ្ញាប់ទៅនគរវិញឲ្យអស់កុំមកបកហេតុបករឿងនាំប៉ះពាល់ដល់ជីវិតនោះបាននាំគ្នាទៅអស់ទៅញាតិញោមនៅមិនបានទេយើងគ្នាយើងនៅមិនបានទេណាតម្រៃសេះអត់ទៅមុខសោះហើយគាត់តែពួកពលសេនាយោធាឃើញម្រាមដៃចអល់មកនិយាយពីខ្លាចដូចឃើញមីស៊ីលឃើញបរមាណូអញ្ចឹងណាបងណាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងបញ្ជាក់អំពីអានិសង្សថាបុគ្គលណាសាងព្រះពុទ្ធបដិមានឹងបានជាប្រអិនសោយទេវសម្បត្តិអស់7ជាតិបានជាស្ដេចចក្រពត្តិនឹង100ជាតិបានជាស្ដេចប្រទេសរាជមានថាប្រទេសដតីណាព្រោះមានថាខុសពីស្ដេចចក្រពត្តិហ្នឹងណាបានជាស្ដេចប្រទេសរាជហ្នឹងច្រើនអសង្ខ័យជាតិមួយវិញទៀតបុគ្គលណាបានធ្វើសង្ខារកិច្ចណាសង្ខារកិច្ចមានការជួសជុលណាការជួសជុលព្រះពុទ្ធបដិមាដែលបាក់ដែលបែកដែលហើយទៅត្រឹមតែដីស្អិតណាមិនបាច់ចាំដល់ថ្មទេត្រឹមតែដីស្អិតក៏បានអានិសង្សរាប់មិនអស់ដែរឃើញទេណានេះខ្ញុំកណាអាត្មាក៏លើករឿងតាក់ទងការកសាងនៅព្រះពុទ្ធបដិមានឹងខ្លះដើម្បីញាតិញោមនឹងបានស្រួលជ្រាបព្រោះកសាងព្រះពុទ្ធបដិមានេះអាត្មាជឿហ្មងអត់មានជឿថាជឿលើបារមីឬក៏ថាជឿទៅលើបុណ្យរបស់ព្រះសម្មាសម្ពុទ្ធហ្មងបើថាកសាងអាត្មាជឿថាម៉េចញាតិញោមបើអាត្មារោសភៅប្រកេនលោកអាត្មារោ10ថ្ងៃអត់បាន20 30ក្បាលទេបើអាត្មារោសម្រាប់ប្រសង់រោអីចេះអត់បានណាប៉ុន្តែបើថាព្រះសម្មាសម្ពុទ្ធមួយអង្គ$5000បើអាត្មាដាក់ថាត្រូវទៅជាវហើយគឺថាលឿនលះឆាប់បានឆាប់រួចណានេះបើអាត្មាថាជឿហើយជឿទៅលើព្រះអង្គពិតប្រកបហ្មងលឿនដូចណាកម្មរន្ទះអញ្ចឹងបងលឿនណាហើយកុំខ្លាចថាมันគ្រប់លោកម្ចាស់ក៏ព្រះអង្គកសាងព្រះហ្នឹងក៏ខ្លាចថាតិចខ្វះទៅខ្វះមុខខ្វះអត់ខ្វះទេបងញាតិញោមនឹងលឺថាកសាងពុទ្ធហ្នឹងដូចរួនចិត្តអញ្ចឹងណាដូចត្រូវសណ្ដំចិត្តហ្នឹងថាត្រូវតែកសាងត្រូវតែធ្វើត្រូវតែចូលដូចមានរួនបេះដូងរួនចិត្តរួនដៃរួនជើងអញ្ចឹងដូចមានណាទៅរួនអញ្ចឹងណាដូចខ្ញុំកណាអាត្មាកសាងព្រះអង្គទ្រង់បាត45ព្រះអង្គនៅខាងវត្តគិរីបណ្ណង់អត់បានមួយអាទិត្យផងញាតិញោម40អង្គជាងអត់បានមួយអាទិត្យទេណាតែប្រហែលថ្ងៃអស់លីងញាតិញោមណាតែប្រហែលថ្ងៃសោះអស់បាត់កសាងព្រះអង្គថ្មមួយ$1000ជាងណាបានកន្លះខែផងណាអស់បាត់ណាកសាងព្រះអង្គណាស្ពាន់មួយតម្លៃ$75,000ដែលយើងហែទៅកាន់វត្តអូស្បែកប្រើសណាកសាងហ្នឹងណាដល់មួយខែផងញាតិញោម$75,000អស់បាត់ចាំថាអានុភាពនៃគុណរបស់ព្រះអង្គនេះអស្ចារ្យណាញាតិញោមអស្ចារ្យណាហើយយើងអ្នកកសាងហ្នឹងក៏រឹងរិតជ្រះថ្លារីករាយហ្នឹងហើយជ្រះថ្លាមែនទែនណាញាតិញោមបងអញ្ចឹងខ្ញុំកណាអាត្មាជឿហ្មងយល់ថាកុំថារឿងតាក់ទងព្រះមួយនេះដាក់បានញាតិញោមណាដាក់បានហ្មងថាញាតិញោមគាត់ជ្រះថ្លាណាគាត់
កសាងពាក្យតែព្រះមួយគឺថាដូចយើងស្រឡាញ់ម៉ែស្រឡាញ់ឪអញ្ចឹងទៀតហ្នឹងហើយកូនណានេះខ្ញុំបកូនណាអាត្មាភាពហ្នឹងគ្រាន់តែលើកបន្តិចជូនញាតិញោមថាណែការកើតឡើងនៃពុទ្ធទាំងឡាយទៀតមួយអង្គនេះមិនមែនចេះតែកើតទៅពីទៅពីទេសិតតែមានហេតុមានបុណ្យមានបច្ច័យគ្រប់គ្រាន់ណាស់ទើបអាចកើតត្រាស់ដឹងជាពុទ្ធបានបងណាត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធបានណាប្រហែលថ្ងៃនេះឃើញមានមតិណាប្រសងព្រះអង្គខ្លះហ្នឹងលោកណាថាចេះថាចោះតាក់តងជាមួយនឹងការតម្កល់ពុទ្ធបដិមាទៀតនឹងការតម្កល់ពុទ្ធបដិមាហ្នឹងនៅទីសក្ការៈណាមានវត្តមួយណានៅវត្តមួយនោះហើយលោកឃើញថាតម្កល់ព្រះអង្គពោធិសត្វស្អាមេត្រីហ្នឹងនៅខ្ពស់ជាងណាព្រះពុទ្ធរូបណាលោកគិតអញ្ចឹងក៏អត់ខុសដែរញាតិញោមណាព្រោះយើងកុំទៅចូលតរិះគុណທາງចេះចោលអីរឿងហ្នឹងវាអត់ខុសទេព្រោះសម័យកាលនេះមិនមែនសម័យកាលព្រះពុទ្ធពនាមស្អាមេត្រីទេណានេះគឺជាពុទ្ធកាលញាតិញោមណានេះយើងរស់នៅរាល់ថ្ងៃនេះគឺឈ្មោះថាពុទ្ធកាលហើយចឹងអ្វីនៅក្នុងទីសក្ការៈបូជាដែលតាក់ទងនឹងព្រះពុទ្ធហ្នឹងគឺព្រះពុទ្ធខ្ពស់ជាងគេរហូតហ្នឹងហើយព្រះពុទ្ធហ្នឹងណាខ្ពស់ជាងគេរហូតសំបីអ្នករៀនគ្រូមុនវិជ្ជាផ្សេងបងអ្នករៀនគ្រូមុនវិជ្ជាអ្នកជឿទៅលើអីសីជឿទៅលើអីសូជឿទៅលើអ្នកនេះជឿទៅនោះញាតិញោមទៅមើលអាសនៈគាត់ចាណាគាត់រៀនអីយើងមិនដឹងថាអ្នករៀនរបៀបទាំងអស់ហ្នឹងទៅមើលអាសនៈទៅមិនដែលដាក់រូបព្រះពុទ្ធនៅក្រោមទេតែងតែនៅខ្ពស់ជាងគេជាប្រក្តីទោះបីថាគាត់ជឿទៅលើព្រហ្មញ្ញក៏ដោយក៏គាត់ជឿទៅលើព្រះពុទ្ធដែរក៏ដាក់លើព្រះពុទ្ធហ្នឹងទៅលើដែរកូនណានេះវាជារឿងនៃការរៀបចំទីកន្លែងបងយើងមិនអាចថាចេះថាចោះបានទេបងព្រោះការរៀបចំនេះយើងគាត់នឹងអាចវាយតម្លៃបានថាពេលខ្លះទៅគឺថាបើយើងណាដាក់ព្រះពុទ្ធព្រះអង្គព្រះសអាមេត្រីខ្ពស់ពេកណាខ្ពស់ជាងព្រះសម្មាសម្ពុទ្ធពេកក៏មិនសមដែរបងព្រោះព្រះពុទ្ធព្រះអង្គពនាមសអាមេត្រីលោកមិនទាន់ត្រាស់ដឹងឡើយទេរាល់ថ្ងៃនេះនៅបរិភោគកាមនៅតោសតាឡើយទេគឺជាព្រះពុទ្ធអនាគតណាដែលយើងហៅថាព្រះពុទ្ធទ្រង់គ្រឿងណាខ្មែរយើងនិយមហៅថាព្រះពុទ្ធទ្រង់គ្រឿងនៅពោធិសត្វនៅឡើយប៉ុណ្ណានៅពោធិសត្វនៅឡើយមិនទាន់ត្រាស់ដឹងទេប៉ុន្តែនឹងត្រាស់ដឹងនៅថ្ងៃអនាគតសូម្បីយើងនមស្ការហ្នឹងក៏មិនមែននមស្ការណាព្រះសអាមេត្រីដែលនៅឋានតោសិតហ្នឹងទេគឺយើងនមស្ការព្រះពុទ្ធដែលនឹងកើតឡើងនៅអនាគតណាគឺចាប់ពេលដែលត្រាស់ដឹងឡើងហ្នឹងគឺយើងនមស្ការព្រះពុទ្ធអង្គហ្នឹងឯងណាយេចៈណាពុទ្ធាអនាគតាបច្ចុប្បន្នាជាយេពុទ្ធាអហង្វន្តាមិសាបទាហ្នឹងសូមនមស្ការព្រះពុទ្ធក្នុងអតីតកាលក៏នមស្ការព្រះពុទ្ធដែលក្នុងអនាគតកាលក៏នមស្ការហើយព្រះពុទ្ធដែលបច្ចុប្បន្នហ្នឹងក៏នមស្ការមានន័យថាការដែលយើងនមស្ការហ្នឹងមិនមែននមស្ការព្រះពោធិសត្វទេគឺនមស្ការព្រះសម្មាសម្ពុទ្ធដែលនឹងកើតឡើងនៅថ្ងៃអនាគតអញ្ចឹងទេណាដែលនឹងកើតឡើងនៅក្នុងថ្ងៃអនាគតយើងមិនមែននមស្ការព្រះពោធិសត្វទេព្រោះលោកនៅបច្ចុប្បន្ននេះទោសិតទេវបុត្រនៅបរិភោគកាមនៅឡើយតាគ្រាន់តែអប្សរបវរកញ្ញាហ្នឹងចង់មកកោតដឹងញាតិញោមហ្នឹងហើយសលឹងមើលមិនអស់មុខផងអញ្ចឹងទេតែបើតែសមាទាននៅសិលអីចឹងមែនប៉ុន្តែកាមសុខក៏នៅតែសម្បូរហ្នឹងហើយអញ្ចឹងទៅលោកក៏ឃើញមានវីដេអូអីចេញមកថាអីចឹងទៅក៏អាត្មាមិនអីទេបើគាត់ថាពេលខ្លះទៅក៏
mình sơ chia khơi thà điệp từ cổ về mở tới cái về sát hay điệp trong về sát mình thấyสมัยการនេះមិនមែនសម័យកាលពុទ្ធពនាមសាមេត្រីទេគឺសម័យកាលព្រះពុទ្ធពនាមថាសមណគោតមណាសមណគោតមបងហ្នឹងហើយអញ្ចឹងបើយើងចោះសួរថាបើយើងគោរពពពោធិសត្វដែលលោកមានបុណ្យអត់ខុសទេណាអត់មានខុសអីទេណាសម្រាប់ពុទ្ធបរិស័ទគឺអត់ខុសអីទេថ្វាយអង្គមទៅប៉ុន្តែសម្រាប់ប្រសង់គឺមិនអាចទេណាមិនអាចទេណាញាតិញោមណាគឺប្រសង់គឺថាត្រឹមពោធិសត្វក្តីក៏មិនទាន់បានប៉ុណ្ណឹងដែរបងព្រោះប្រសង់នេះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គសរសើរណាទៀតសរសើរក្រៃលែងណាចឹងការជ្រះថ្លាក្នុងគុណពុទ្ធនេះញាតិញោមជ្រះថ្លាទៅប្រសើរហើយបងណាបានអានិសង្ឃបានសេចក្តីសុខហើយដូចរឿងសត្វមៀមចឹងណាដែលញាតិញោមធ្លាប់ស្ដាប់ឯសត្វមៀមហ្នឹងជ្រះថ្លាជាមួយពុទ្ធណាហើយព្រះអង្គការសម្ដែងជនណាជ្រះថ្លាជាមួយនឹងព្រះសម្មាសម្ពុទ្ធជននោះរមែងរួចចាកទុកគ្រប់យ៉ាងហ្នឹងហើយដោយសេចក្តីជ្រះថ្លាហ្នឹងចេះស្ដាប់ធម៌គេកាលណាស្ដាប់ធម៌ចេះធ្វើបុណ្យហើយចេះធ្វើបុណ្យរមែងជាផ្លូវនាំឲ្យរួចចាកសេចក្តីទុក្ខហើយព្រោះគ្រាមួយហ្នឹងមានមួយទៀតណាមានមួយហ្នឹងណាពេលព្រះអង្គស្ដេចយាងបិណ្ឌបាតហ្នឹងមានហ្នឹងហៅតាមទៀតណាមានហ្នឹងហៅតាមដល់ពាក់កណ្ដាលផ្លូវព្រះអង្គត្រឡប់ពីបិណ្ឌបាតមកវិញហ្នឹងមានហ្នឹងក៏មកទទួលកន្លែងកណ្ដាលផ្លូវពាក់កណ្ដាលផ្លូវហ្នឹងជារៀងរាល់ថ្ងៃមានហ្នឹងហោះចុះហោះឡើងតាមព្រះអង្គលោតមានហ្នឹងណាថ្ងៃមួយហ្នឹងសត្វមានហ្នឹងចុះពីភ្នំមកថ្វាយអង្គមណាព្រះសម្មាសម្ពុទ្ធហ្នឹងដែលព្រះអង្គប្រថាប់កណ្ដាលផ្លូវទៀតពាក់កណ្ដាលផ្លូវនេះមិនតែអង្គុយកណ្ដាលផ្លូវគង់កណ្ដាលផ្លូវទេគឺថាជាហៀងហ្នឹងបើគាត់ថាពាក់កណ្ដាលនៃផ្លូវដែលកំពុងប្រជុំភិក្ខុសង្ឃហ្នឹងក្នុងសាយនហាសម័យទៀតគឺពេលរសៀលហ្នឹងបើហើយសត្វមានហ្នឹងក៏សម្រួលស្លាបសម្រួលអីហើយគងអញ្ជលីបន្ទាបក្បាលណាឈោលមាសកាបទុសពលហ្នឹងពីលើមកទៀតចុះសត្វហ្នឹងចុះដីទេវានៅក្រោមនៅលើមេឈើចឹងព្រះអង្គឃើញហើយព្រះអង្គញញឹមឃើញមៀមហ្នឹងញញឹមព្រះអនន្តឃើញព្រះអង្គមានហសិអញ្ចឹងហសិថាញញឹមទៀតណាហសិតបាតៈចិត្តកើតឡើងអញ្ចឹងព្រះអនន្តសួរទូសួរបបិទ្ធព្រះអង្គចម្រើនព្រះអង្គទ្រង់ញញឹមតើមានហេតុអ្វីព្រះអង្គណាបានព្រះអង្គប្រកាសសម្ដែងថាមនាលអនន្តអ្នកចូលមើលនោះសត្វមៀមញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងតថាគតនិងភិក្ខុសង្ឃណាអន្តោលទៅក្នុងទេវលោកនិងមនុស្សលោកអស់100,000 កាប់នឹងបានជាព្រះបច្ចេកពុទ្ធមួយព្រះអង្គព្រះនាមថាសោមនស្សៈណានឹងបានជាបច្ចេកពុទ្ធមួយព្រះអង្គឈ្មោះព្រះនាមថាសោមនស្សៈពួករុក្ខទេវតាបានពោលថាអូសពសាទុកាព្រមគ្នាណាពួកទេវតាហ្នឹងបានពោលឲ្យសពសាទុកាហ្នឹងព្រមគ្នាទៀតណាឧលោកៈបណ្ឌិលក្ខិតៈវេតិយកេមង្រតិខៈវាសិកៈហើយមានហើយកោសីភ្នែកមូលម្ដោះអើយណាភ្នែកវាមូលមានអ្នកនៅយូរហើយលើបបតានៅលើភ្នំណានាមវេតិយកៈដល់នៅសុខាឃើញព្រះពុទ្ធណាក្រោកក្នុងកាលគួរហើយមាននោះក៏ចោះចាទេវលោកគឺកុសលមូលដាស់តឿនហើយនឹងបានណាត្រាស់ជាព្រះបច្ចេកពុទ្ធណាមួយព្រះអង្គព្រះនាមថាសោមនស្សៈមានញាណជាទីបំផុតហើយបច្ចេកពុទ្ធនេះកើតឡើងនៅក្នុងសម័យកាលដែលមិនមានព្រះពុទ្ធសាសនាកើតឡើងទេយើងចាំអញ្ចឹងទៀតណានឹងដោយសេចក្តីជ្រះថ្លារបស់មៀមហ្នឹងហើទៅហើមកព្រះអង្គទៅបិណ្ឌបាតហើទៅតាមព្រះអង្គមុនមកវិញហើមកតាម
ហើយបានមកស្ដាប់ធម៌មកអីអត់មកអត់កទេមកដល់ឈោថ្វាយអង្គមលើកស្លាប់លើកអីចឹងទៅព្រះអង្គបានព្រះអង្គញញឹមណាថាមានហ្នឹងនឹងអនាគតទៅនឹងបានជាណាព្រះបច្ចេកពុទ្ធមួយអង្គណាពនាមថាសោមនស្សៈហ្នឹងណាសត្វមៀមហ្នឹងទេណាប៉ុន្តែស្លាប់ពីមៀមហ្នឹងទៅនឹងកើតទេវលោកអស់មួយសែនកាប់ណាមួយសែនកាប់ហ្នឹងវាផុតសម័យកាលពុទ្ធសាសនាយើងហើយបងណាក្នុងអន្តរកាលសាសនាហ្នឹងគឺមានបច្ចេកពុទ្ធកើតឡើងហើយឃើញទេញាតិញោមគ្រាន់តែជ្រះថ្លាជាមួយនឹងពុទ្ធក៏បានអានិសង្សសម្បើមប៉ុណ្ណឹងញាតិញោមណាអញ្ចឹងញាតិញោមណាយើងទាំងអស់គ្នាយើងជ្រះថ្លាពុទ្ធប៉ុណ្ណឹងប៉ុន្តែព្រះអង្គទៅសើជនណាដែលជ្រះថ្លាក្នុងសង្ឃទៅវិញណែវាទៅអញ្ចឹងណាព្រះអង្គកាត់សម្ដែងថាទានដែលឲ្យតថាគតនេះជាទានរាប់ប្រមាណមិនបានទេប៉ុន្តែបើទាននោះឯងឧទ្ទិសចំពោះសង្ឃក៏រឹងរិតតែរាប់ប្រមាណមិនបានព្រះអង្គប្រកាសសម្ដែងដល់ប៉ុណ្ណឹងទៀតព្រះអង្គសរសើរគុណរបស់សង្ឃទៅវិញណាព្រះអង្គអត់ឲ្យជាប់ជំពាក់ទៅក្នុងគុណបុគ្គលគឺឲ្យសរសើរគុណរបស់សង្ឃទៅវិញណាអញ្ចឹងណាញោមណាបងហ្នឹងហើយអញ្ចឹងសូមអនុមោទនា